Ladies and gentlemen, welcome to Dekjo International Airport. It's a new airport that is scheduled to begin operations on September 9th, 2025 in Kandal Province, Cambodia. បើសិនជាបងប្អូនចូលចិត្តជាមួយនឹងរថយន្តបែបប្រណិតទំនើបទំហំធំទលាមុខងារក៏ដូចជាប្រព័ន្ធសុវត្ថិភាពខ្ពស់ជាមួយនឹងរូបរាងបែបអំណាចតាក់ទាញស្អាតតម្លៃល្អបងប្អូនគួរតែពិចារណាជាមួយនឹងរថយន្ត GAC GSH ស៊េរីឆ្នាំ2026ដែលជាប្រភេទ Global Version នាំចូលដោយក្រុមហ៊ុន TA Group សូមនាំអារម្មណ៍បងប្អូនតាមដានទស្សនាអំពីចំណុចពិសេសក៏ដូចជាចំណុចគួរពិចារណាទៅលើរថយន្ត GAC GSH 2026ជំរាបសួរបងប្អូនខ្ញុំបាទខេមវរៈជួបគ្នាសាជាថ្មីក្នុងវីដេអូរបស់ Svercar ថ្ងៃនេះដែរគឺមកធ្វើបទបង្ហាញលម្អិតអំពី GAC GSH 2026ជាប្រភេទ Global Spec នាំចូលដោយក្រុមហ៊ុនផ្លូវការនៅក្នុងប្រទេសកម្ពុជាយើងរថយន្តនេះតែងតែ mention នៅដើមវីដេអូអំពីបណ្ឌិតខ្ញុំនឹងរៀបរាប់លម្អិតជូនទៅកាន់បងប្អូនសូមចាប់ផ្ដើមពី concept នៃរថយន្តនេះជាប្រភេទរថយន្តប្រភេទ SUV 3បាំង7កៅអីដែលជិះបានគ្នាច្រើនសំចៃទំនើបសុវត្ថិភាពយើងនិយាយពាក់ព័ន្ធជាមួយនឹង spec ម៉ាស៊ីនសិនរថយន្តនេះបំពាក់ដោយម៉ាស៊ីនជាប្រភេទ Mega Wave Power ជាប្រភេទម៉ាស៊ីនសាំង 2.0 liter turbo TGDI ដែលផលិតបានកម្លាំងរហូតដល់252 PS កម្លាំងរមុល400 Newton m ប្រអប់លេខជាប្រភេទ CVT 8វាអូតូម៉ាទិកកម្រិតស៊ីប្រេងឥន្ធនៈជាមធ្យមគឺក្រោម10លីត្រទេបងប្អូនអរគ្នាអាស្រ័យតាមការបើកបរប្រែប្រួលតាមជាក់ស្ដែងទៀតបងប្អូនគួរតែពិចារណាសម្រាប់រថយន្តដែលមានម៉ាស៊ីនតូចបង់ពន្ធធូរហើយសំចៃតែកម្លាំងគឺរហូតដល់252សេសឥឡូវយើងនិយាយពាក់ព័ន្ធជាមួយនឹង Dimension សិនយើងនិយាយពីទទឹងវាគឺ1950 mm ជាមួយនឹងបដោយ4980 mm កម្ពស់1780 mm ជាមួយនឹងកម្រិតកង់2920 mm សម្រាប់ខ្ញុំវាគឺជារថយន្តបែប SUV ខ្នាតធំជិះបានច្រើនគ្នាទលាយស្រួលហើយផាសុកភាពយើងចូលទៅកាន់ការ design តែម្ដងបងប្អូនអរគ្នាយើងចាប់ផ្ដើមពីខាងមុខជាមួយនឹងចង្កៀងដែលគេ design concept បែប The Eye of Conqueror ហ្នឹងគឺសំដៅទៅដល់ចង្កៀងមួយដែល design បែបប្រណិតទំនើបជាពិសេសការ design ផ្នែកខាងក្នុងដូចក្របពេជ្រក៏ដូចជាគ្រឿងអលង្ការធ្វើឲ្យអ្នកដែលប្រើប្រាស់ GAC GS8 ឬក៏ GAC GS8 នេះមានមោទនភាពទៅលើចង្កៀងនេះតែម្ដងនៅពេលដែលបើកភ្លើងទៅគឺមានអារម្មណ៍ថាជឿជាក់គ្រប់ពេលដែលបើកបរហើយចង្កៀងនេះទៀតសោតមាន daytime running light មានមុខងារដោយ automatic តម្លើងទម្លាក់ពលឺគឺស្វ័យប្រវត្តិទាំងអស់អញ្ចឹងជាមុខងារឆ្លាតវៃហើយតាក់ទាញអញ្ចឹងយើងចូលទៅកាន់ប៉ាណាវិញម្ដងប៉ាណាគេ design ជាលក្ខណៈ double V shape ជាប្រភេទគេហៅថា Dragon Scale concept ប៉ាណានេះវាផ្លេកនៅពេលដែលបងប្អូនចាំងជាមួយនឹងពលឺថ្ងៃឬក៏យើងជិះទៅផ្លាតជាមួយពលឺថ្ងៃដូចជាក់ស្ដែងខ្ញុំកំពុងតែ review នេះផ្លាតជាមួយនឹងថ្ងៃនេះបងប្អូនឃើញមើលទៅផ្លេកដូចគ្រឿងអលង្ការអញ្ចឹងហើយក៏អត់ចោលទេជាមួយនឹង logo GAC បាទ logo GAC គឺនៅធំចំកណ្ដាលតែម្ដងជាចំណុចតាក់ទាញជា signature ជាចំណុចដែលតំណាងឲ្យរថយន្តរបស់ក្រុមហ៊ុន GAC ចូលទៅកាន់ផ្នែកខាងក្រោមភ្លើងកាំងគឺមានមកជាមួយនឹងឆ្នូតក្រូប2សន្លឹកដែលវាបស៊ីគ្នាជាមួយនឹងផ្នែកខាងមុខផ្ទាល់តែម្ដងហើយអ្វីដែលពិសេសមួយទៀតគឺមានមកជាមួយនឹង parking sensor ខាងមុខដែលសម្រួលទៅដល់ប្រព័ន្ធសុវត្ថិភាពក្នុងការធ្វើដំណើរសម្រាប់ខ្ញុំពីខាងមុខនេះគឺជូនបន្ទុករហូតដល់9លើ10សម្រាប់ការ design បណ្ឌិតលាយឡំបញ្ចូលគ្នាជាមួយនឹងភាពទំនើបទាន់សម័យអនុញ្ញាតនាំអារម្មណ៍បងប្អូនចូលទៅកាន់ផ្នែកចំហៀងដោយសារតែផ្នែកខាងមុខគឺយើងមានប៉ុណ្ណឹង
បងប្អូនអ្នកគ្នាចាប់ផ្ដើមពីផ្នែកចំហៀងខ្ញុំសូមនិយាយពាក់ព័ន្ធជាមួយនឹងយ៉ាន់កង់ជាប្រភេទ aluminium ទំហំ20 inch design ជាលក្ខណៈ two tone ខ្មៅលាយជាមួយនឹង chrome ជាចំណុចមួយដែលតាក់ទាញពស៊ីគ្នារវាងបែបប្រណិតទាន់សម័យយើងចូលទៅកាន់ផ្នែកខាងលើនេះមានមកជាមួយនឹងត្រឡោកកញ្ចក់ design មានមកជាមួយនឹង chrome មានមុខងារក្តោបដោយស្វ័យប្រវត្តិមានសញ្ញា LED ហើយក៏មានមកជាមួយនឹងកាមេរ៉ាដែលជាកាមេរ៉ាមួយក្នុងចំណោមកាមេរ៉ាមួយជុំរថយន្តផងដែរបងប្អូនមើលទៅលើប្អួចបាទប្អួចគឺការ design មានមកជាមួយនឹង chrome មួយសន្លឹកអូសកាត់ពីផ្នែកខាងមុខនេះដេញទៅដល់ក្រោយតែម្ដងដែលជាចំណុចលេចធ្លោក៏ដូចជាតាក់ទាញនៅផ្នែកចំហៀងរបស់ GAC GS8 នេះបងប្អូនមើលទៅលើផ្នែកខាងក្រោមក៏មានមកជាមួយនឹង body chrome បាទនៅខាងក្រោមពីខាងមុខនេះដេញរហូតដល់ទ្វារទី2ផងដែរចូលទៅកាន់ផ្នែកខាងក្រោយទាំងអស់គ្នាដោយសារផ្នែកខាងក្រោយរបស់វាមានចំណុចត្រូវ detail បន្ថែមទៀតតោះចំណុចដែលខ្ញុំចង់បន្តគឺទៅលើ stop ខាងក្រោយតែម្ដងបងប្អូនអ្នកគ្នា stop នេះគឺ design តាម concept ស្ពានឆ្លងសមុទ្រវែងជាងគេមួយនៅឯប្រទេសចិនដែលឆ្លងកាត់ពីហុងកុងស៊ូហៃនិងម៉ាកាវគឺទម្រង់ stop នេះគឺ design ប្លែកពីរថយន្តទូទៅដែលបងប្អូនឃើញចរាចរណ៍នៅលើទីផ្សារខាងក្រោយនេះក៏បានបំពាក់មកជាមួយនឹងកាមេរ៉ាមួយគ្រាប់ផងដែរមានមកជាមួយនឹង chrome នៅស៊ុំកញ្ចក់ខាងក្រោយបងប្អូនឃើញណា chrome នៅកាំងខាងក្រោមនេះក៏មាននៅស៊ីម៉ាំងដែលគេ design ជាលក្ខណៈ chrome ដល់ពិសេសមួយទៀតគឺវាមាននៅ parking sensor ចំនួន4គ្រាប់ហើយចំណុចដែលខ្ញុំចាប់អារម្មណ៍ខ្លាំងបំផុតគឺទៅលើកាំងខាងក្រោមនេះមានមកជាមួយនឹងការ design បែបប្រឡោះជារៀង style បន្តិចណាដែលធ្វើឲ្យរថយន្ត GAC GS8 នេះកាន់តែតាក់ទាញថែមមកកម្រិតទៀតជាក់ស្ដែងសម្រាប់ការបើកឃ្លុបក្រោយវិញគឺបានច្រើនរបៀបខ្លាំងមែនតើបងប្អូនអ្នកគ្នាយើងអាចធ្វើការចុចផ្ទាល់ក៏បានឥឡូវខ្ញុំចុចផ្ទាល់យើងអាចធ្វើការ scan ដើម្បីធ្វើការបើកឃ្លុបក្រោយក៏បានយើងមាន smart key នៅជាប់ខ្លួនជាមួយយើងទៅឈរចិត្តប្រហែលជា10 second ហើយយើងថយចេញឃ្លុបក្រោយនេះនឹងធ្វើការបើកដោយអូតូម៉ាទិកសញ្ញាដែលវាអាចឲ្យយើងដឹងថាវានឹងបើកវានឹងញាក់ភ្លើងចំនួន3ដងគឺវាបើកអូតូម៉ាទិកតែម្ដងយើងអាចធ្វើការបញ្ជាបើកមួយទៀតអាចចុចពីខាងក្នុងក៏បានបាទចុចទៅលើ tele ក៏បានចូលទៅកាន់ឃ្លុបខាងក្រោយវាជាប្រភេទរថយន្ត3បាំងអញ្ចឹងបងប្អូនរថយន្ត3បាំង7កៅអីនេះវាទលាយខ្លាំងមែនតើបើសិនជាយើងបត់កៅអីនេះផ្ដេកគឺយើងអាចដាក់អាវ៉ាន់បានច្រើនខ្លាំងមែនតើចំណុចពិសេសមួយទៀតយើងក៏អាចធ្វើការកាច់បត់នៅកៅអីខាងក្នុងរថយន្តនេះទាំងអស់ឲ្យបានរាបស្មើផងដែរបើសិនជាយើងបត់រាបស្មើកៅអីទាំងអស់ហ្នឹងគឺយើងទទួលបានទំហំរហូតដល់1895លីត្រសម្រាប់ឃ្លុបខាងក្រោយនេះហើយចំណុចដែលខ្ញុំស្រឡាញ់គឺវាអាចធ្វើការបើកខាងក្រោយនេះមានមកជាមួយនឹងដូចនៅពេលដែលយើងធ្វើការដោះដូរកង់ក៏មានមកជាមួយនឹងកង់សកួរដែរបងប្អូនអរគ្នាចឹងបងប្អូនអរគ្នាសម្រាប់រថយន្ត GAC GS8 នេះគឺជា concept រថយន្តមួយដែលមានការ design ប្លែកគេអត់ច្រឡំគេនៅលើទីផ្សារបងប្អូនអត់ទាន់បានដឹងយ៉ាងណានៅឡើយទេទៅលើផ្នែកខាងក្នុងថាតើវាទំនើបយ៉ាងណាវាពិសេសយ៉ាងណាវាប្រណិតដូចខ្ញុំនិយាយអត់ចឹងបងប្អូនទៅមើលជាមួយខ្ញុំតើគ្នាបន្តនៅផ្នែកខាងក្នុងតោះបងប្អូននៅពេលដែលខ្ញុំចូលមកខាងក្នុងនេះគឺមានអារម្មណ៍ថាវាប្រណិតជាមួយនឹងស្បែកជាប្រភេទ skin friendly ដែលជាប្រភេទស្បែកទន់ល្មើយមានផាសុកភាពល្អនៅក្នុងការប្រើប្រាស់ជាងនៅពេលដែលខ្ញុំចូលមកអង្គុយ GAC GS8 នេះគឺមានអារម្មណ៍ថាស្រឡះល្អតែម្ដងនឹងគឺជាចំណុចដែលបងប្អូនគួរដឹងទៅលើអេក្រង់ប្រព័ន្ធកំសាន្ត infotainment screen នេះគឺមានទំហំរហូតដល់ 14.6 អ៊ីនដែលមានមុខងារភ្ជាប់ wireless Apple CarPlay Android Auto ហើយមានមុខងារពិសេសជាច្រើនផ្សេងទៀតដូចជាបង្ហាញនៅកាមេរ៉ា540 degree ដែលបង្ហាញទាំងគំហើញរូបភាពនៅបាតរថយន្តថែមទៀតផងហើយការបង្ហាញហ្នឹងគឺកម្រិតរហូតដល់ HD ហើយមានមុខងារ record video បាទហើយអេក្រង់នេះទៀតសោតគឺយើងអាចធ្វើការប្រើប្រាស់ដើម្បីភ្ជាប់មកជាមួយនឹងមុខងារ driving assist ផ្សេងៗយើងអាចធ្វើការកំណត់បិទបើកដូចជាប្រព័ន្ធ ADAS មានដូចជាប្រព័ន្ធទប់លំនឹង ESP forward collision warning យើងអាចធ្វើការចុចបិទចុចបើកបានប្រព័ន្ធ driving assist ទាំងអស់ហ្នឹងជាពិសេសកៅអីរបស់វាគឺយើងអាចធ្វើការសេរីបានកៅអីក្តៅកៅអីត្រជាក់សងខាងដែលដូចជា image នេះយើងអាចធ្វើការផ្លាស់ប្ដូរជាមួយនឹង wallpaper បានរូបបែបនេះក៏បានរូបបែបអញ្ចេះក៏បានជាងខ្ញុំសូមសង្ខេបពាក់ព័ន្ធជាមួយនឹងអេក្រង់ infotainment screen 14.6 អ៊ីននេះយើងចូលទៅកាន់អេក្រង់ប្រព័ន្ធផ្ដល់ព័ត៌មានសម្រាប់អ្នកបើកបរគឺជាប្រភេទ digital ដែលមានទំហំ 10.1 អ៊ីនដែលបង្ហាញនៅទិន្នន័យច្បាស់ល្អតែម្ដងពាក់ព័ន្ធជាមួយនឹងដំណើរការប្រព័ន្ធសុវត្ថិភាពហើយរថយន្តនេះទៀតសោតគឺមានប្រព័ន្ធ TPMS ដែលជាប្រព័ន្ធបង្ហាញនៅសភាពខ្យល់កង់គឺយើងអាចធ្វើការមើលទៅលើអេក្រង់ផ្ដល់ព័ត៌មានសម្រាប់អ្នកបើកបរជាប្រភេទ digital នៅខាងមុខនេះច្បាស់ត្រជាក់ភ្នែកតែម្ដងបងប្អូនអ្នកគ្នាមកកាន់ចង្កូតគឺជាប្រភេទ electronic បាទធូរស្រួលក្នុងការកាច់មានមុខងារ pedal shift ថែមថយលេខលើដៃចង្កូតហើយចង្កូតនេះទៀតសោតគឺជាចង្កូតដែលស្របមកជាមួយស្បែកកាន់ទៅមានអារម្មណ៍ថាស្និទ្ធល្អហើយនឹងប្រណិតតែម្ដងហើយមានមុខងារ multi functional ដែលយើងអាចធ្វើការបញ្ជាទៅលើបទចម្រៀងការបន្ថែមបន្ថយ volume ក៏ដូចជាចុចដើម្បីបង្ហាញមើលទៅលើអេក្រង់ផ្ដល់ព័ត៌មានសម្រាប់អ្នកបើកបរនៅផ្នែកខាងលើនេះបាទអញ្ចឹងមុខងារចង្កូតគឺសម្បូរបែប
កាន់តែពិសេសគឺយើងអាចធ្វើការចែកបញ្ជាតាមរយៈ voice comment ឬក៏បញ្ជាដោយរយៈសំឡេងបានបាទហ្នឹងជាមុខងារដែលពិសេសមួយសម្រាប់រថយន្តបណ្ឌិតទូទៅតែតែមានឥឡូវខ្ញុំសូមចូលមកកាន់ Jagger Lake design ដូចគ្រឿងអលង្ការអញ្ចឹងបងប្អូនអរគ្នាទូចស្រួលកាន់ហើយវាស្អាតមើលទៅគឺដូចត្បូងពេជ្រនៅខាងក្នុងអញ្ចឹងមើលស្អាតមែនតើដូចកន្លែងនេះអញ្ចឹង cup holder គឺយើងមានកម្របបិទបើកបាទបិទបើកមកបែបបណ្ឌិតតែម្ដងនេះជាចំណុចដែលយើងត្រូវ detail ដែលឡៃសម្រាប់ប៊ូតុង start stop គឺនៅខាងស្ដាំដៃយើងនេះគឺផ្ដល់នូវអារម្មណ៍បែបថ្មីមានមកជាមួយនឹងយ៉ាងដែល electronic ប្រព័ន្ធ auto hold ប៊ូតុងចុច view ទៅលើកាមេរ៉ាក៏ដូចជា driving mode ដែលយើងអាចធ្វើការជ្រើសរើសមានចំនួន3 Eco Comfort និង Sport ក៏មានមកជាមួយនឹងប្រព័ន្ធសាកថ្មឥតខ្សែឬក៏ wireless charge សម្រាប់បងប្អូនដែលធ្វើដំណើរនៅក្នុងរថយន្តនេះមិនបាច់ភ័យរឿងសាកថ្មទេហើយសម្រាប់ខាងក្រោមគឺមានមកជាមួយនឹងរន្ធដោត USB ផងដែរបងប្អូនអរគ្នាក៏មានមកជាមួយនឹង space ដែលយើងអាចធ្វើការដាក់អីវ៉ាន់ដាក់ iPad ដាក់ទូរស័ព្ទនៅខាងក្រោមនេះបានដែរកៅអីគឺជាប្រភេទកៅអីដែលមានមុខងារក្តៅត្រជាក់ហើយប្រភេទកៅអីនេះគឺជាប្រភេទកៅអីស្បែកកម្រិតគុណភាពខ្ពស់មាន memory seat ធ្វើការសេរីបានដោយ automatic កាន់តែពិសេសគឺកៅអីអាចធ្វើការបត់បានរហូតដល់180 ដឺក្រេមានន័យថាបត់បានរាបស្មើតែម្ដងគឺជាចំណុចមួយដែលពិសេសខ្លាំងមែនតើកលេចមើលទៅលើជាមួយនឹងតម្លៃ 40000 ស្ដើងយើងទទួលបាននៅ double panoramic sunroof មកផ្ទាំងធំលាតសន្ធឹងពីមុខរហូតដល់ក្រោយវាបង្ហាញនៅ concept បែបឆ្លាស់ល្អបែបផាសុកភាពបែបប្រណិតនិងស៊ីវិល័យកញ្ចក់ទាំង4អូតូនៅពេលដែលឆ្កឹះមួយគឺឡើងអូតូម៉ាទិកទាំង4ទ្វារទាំងអស់អញ្ចឹងបងប្អូនសិតតែជាចំណុចដែលពិសេសខ្ញុំរៀបរាប់ជូនទៅកាន់បងប្អូននៅផ្នែកកៅអីជួរទី1នេះដែលឡែកយើងអត់ទាន់បានដឹងនៅឡើយទេថាតើកៅអីជួរទី2របស់វាទលាយប៉ុណ្ណាមានចំណុចអ្វីពិសេសខ្លះអញ្ចឹងមានតំណអារម្មណ៍បងប្អូនចូលទៅកាន់កៅអីជួរទី2ទាំងអស់គ្នាហើយបងប្អូនហើយចូលមកកាន់ខាងក្រោយនេះខ្ញុំលែងខ្វល់ហ្មងទុកឲ្យអ្នកបើកគាត់បើកចុះហេតុអីបានលែងខ្វល់ដោយសារខាងក្រោយនេះវាអង្គុយស្រួលពេកពុកតុតល្អគម្លាតជើងល្អគម្លាតខាងលើល្អអង្គុយមកឆ្លាស់ស្រួលបាទហើយបើសិនជាតម្លាក់ armrest នេះមកទៀតបងប្អូនចាំមើលតុនគ្រប់យ៉ាងហ្មងសូម្បីតែ armrest នេះក៏តុនដែរហើយមានកន្លែង cup holder មួយគូប៉ុន្តែអត់តដល់ចំណុចពិសេសនៅឡើយទេចំណុចពិសេសរបស់វាគឺទៅលើកន្លែងនេះមានប្រព័ន្ធម៉ាស៊ីនត្រជាក់នៅផ្នែកខាងក្រោយមែនក៏ប៉ុន្តែអាចធ្វើការសេរីដាច់ដライโซนខាងក្រោយនេះមានចំណុចពិសេសរបស់វាធ្វើការសេរីបានទៀតបងប្អូនអាចសេរីឲ្យបាញ់មុខក៏បានបាញ់មួយជើងក៏បានអាចសេរី speed ទាំងហាលឲ្យវាវិលខ្លាំងវិលតិចហើយអាចសេរី temperature ឬក៏អង្សានេះបាទឲ្យទៅតាមការកំណត់របស់បងប្អូនបានមិនមែនមានតែប្រឡោះម៉ាស៊ីនត្រជាក់ហើយចប់ទេបាទនេះគឺមានទាំងកន្លែងសេរីទៀតក្រៅពីកន្លែងសេរីម៉ាស៊ីនត្រជាក់ដាច់ដライគឺមានមកជាមួយ USB មួយគូហើយកន្លែងសោកជាមួយនឹងទូរស័ព្ទនៅខាងក្រោមនេះក៏មានផងដែរហើយបើសួរថាម៉ាស៊ីនត្រជាក់បាញ់មកពីកន្លែងណានៅខាងលើនេះបងប្អូនណានេះម៉ាស៊ីនត្រជាក់បាញ់ពីខាងលើអញ្ចឹងបងប្អូនចង់សេរីឲ្យបាញ់បែបម៉េចក៏បានដែរនៅខាងលើចេះល្អទៅលើផ្នែកកៅអីជួរទី1កៅអីជួរទី2ក៏ប៉ុន្តែកៅអីជួរទី3ខ្ញុំគិតថាអត់ទាន់មានបទពិសោធន៍នៅឡើយទេអត់ទាន់ដឹងនៅឡើយទេឥឡូវសូមនាំអារម្មណ៍បងប្អូនចូលទៅកាន់កៅអីជួរទី3ទាំងអស់គ្នាថាតើសម្រាប់កម្ពស់ប៉ុនខ្ញុំមានប៉ុនខ្ញុំអាចអង្គុយកៅអីជួរទី3បានល្អឬក៏យ៉ាងណាបងប្អូនខាងក្រោយគឺអង្គុយបានមកស្រួលខ្លួនហ្មងឥឡូវបងប្អូនមើលគម្លាតជើងខ្ញុំជាក់ស្ដែងនៅពេលដែលទៅក្រោយអញ្ចេះគឺអត់មានត្រង់ខ្នងទេយើងអាចអង្គុយដេកមកស្រួលហើយយើងមើលគម្លាតជង្គង់បាទប្រហែលជាមួយចាអាមបងប្អូនមើលឥឡូវបើសាកអង្គុយប្រជិតគ្នាបាន3នាក់ប៉ុន្តែបើចង់អង្គុយស្រួល2នាក់ហើយ2នាក់អង្គុយបានស្រួលមែនអត់ស្អៀតខ្លាំងហើយជង្គង់ក៏អត់មានអារម្មណ៍ថាទល់មកខាងលើនេះខ្លាំងដែរហើយមានម៉ាស៊ីនត្រជាក់នៅខាងក្រោយទៀតអញ្ចឹងរហូតណាបានតម្លៃ 40000 ស្ដើងប្រភេទ3បាំងប៉និត option ល្អមុខងារទំនើបជាពិសេសគឺប្រព័ន្ធសុវត្ថិភាពហើយផាសុកភាពខាងក្នុងជិះទៅមើលទៅមានអំណាចថ្លៃថ្នូរអញ្ចឹង GAC GSH នេះល្អមែនតើខ្ញុំគិតថាយើងបានច្រើនគួរសមហើយមិនមែនយើងចូលទៅកាន់វគ្គអតេស្តរាយហ្មងដើម្បីដឹងពីបទពិសោធន៍នៃការបើកបរមុខងារសុវត្ថិភាពប្រព័ន្ធសុវត្ថិភាពក៏ដូចជារូបរាងរថយន្តនៅពេលដែលបើកបរទៅសង្ហាប៉ុណ្ណាតោះបងប្អូនទៅមើលទាំងអស់គ្នាអញ្ចឹងបងប្អូនអរគ្នាវាពិនិត្យទៅលើគុណភាពនៃការបើកបរនៅពេលដែលបើកបរខ្ញុំផ្ដោតសំខាន់ទៅលើ3ចំណុចទី1គឺទៅលើសលេង soundproof វាខ្ទប់បានល្អមែនតើបងប្អូននៅពេលដែលយើងរត់លឿនពីព្រោះថាវាក៏ជាការកាត់បន្ថយនូវភាពនឿយហត់របស់យើងមួយនៅពេលដែលយើងបើកផ្លូវឆ្ងាយទី2គឺខ្ញុំផ្ដោតសំខាន់ទៅលើសន្ទុះល្បឿនបែប smooth ច្បឺតវាគឺជាប្រភេទម៉ាស៊ីនturbo កម្លាំងរបស់វារហូតដល់252 PS កម្លាំងរមូល400 Nm smooth ល្អមែនតើដោយសារតែមានការចូលរួមពីប្រអប់លេខ CVT អញ្ចឹងនៅពេលដែលបើកបរខ្ញុំទទួលបានអារម្មណ៍ថាឡាននេះ smooth ហ្មងក្រៅពីស្ងាត់ smooth អញ្ចឹងផលិតភាពបាន2ចំណុចហើយប៉ុន្តែនៅចំណុចទី3ក៏ការចូលរួមពីប្រព័ន្ធសុវត្ថិភាពដែរ GAC GSH នេះគឺបំពាក់មកជាមួយនឹងប្រព័ន្ធសុវត្ថិភាព Lane Keeping Assist ឬក៏ប្រព័ន្ធ Lane Assist បាទជំនួយឲ្យការបើកបរស្ថិតនៅលើគន្លងផ្លូវត្រឹមត្រូវនិងបញ្ជាការបើកបរចេញឆ្ងាយពីគន្លង
ចឹងវាមានទាំង lane keeping assist ក៏ដូចជា lane departure alert វាមានមកជាមួយនឹង autonomous emergency braking គឺជាប្រព័ន្ធចាប់ហ្វ្រាំងដោយ automatic ឬក៏ស្វ័យប្រវត្តិក៏មានមកជាមួយនឹងប្រព័ន្ធ forward collision system ដែលដាស់តឿននៅពេលដែលមានឧបសគ្គនៅផ្នែកខាងមុខឆ្លងកាត់រថយន្តនឹងផ្ដល់ជាដំណឹងមកកាន់អ្នកបើកបរចំណុចមួយទៀតដែលខ្ញុំស្រឡាញ់គឺវាមានប្រព័ន្ធហ្វ្រាំងសម្បូរបែបមែនទែនដូចជាប្រព័ន្ធ ABS EBD និងប្រព័ន្ធ brake assist BA មានប្រព័ន្ធទប់លំនឹង ESP ក៏ដូចជាប្រព័ន្ធជំនួយពេលឡើងនិងចុះចំណោតមិនថាឡើងមិនថាចុះគឺបងប្អូនមានសុវត្ថិភាពខ្ពស់ក៏ដូចជាប្រព័ន្ធជំនួយពេលបត់ផ្លូវកោង ADVC ប្រព័ន្ធដ៏ស្រឡាញ់មួយទៀតគឺ adaptive cruise control បងប្អូនអរគ្នាគឺការរក្សាល្បឿនថេររថយន្តរបស់យើងសម្របតម្រូវតាមរថយន្តខាងមុខដោយបន្ថែមបន្ថយល្បឿនដោយ automatic មិនថាផ្លូវ highway ណាផ្លូវក្រុងក៏វាចាំបាច់ដែរ GS8 នេះបំពាក់មកជាមួយនឹងប្រព័ន្ធ traffic jam assist ដែលជាប្រព័ន្ធជំនួយនៅពេលផ្លូវកកស្ទះហើយវាក៏មាននៅប្រព័ន្ធភ្លើងអូតូម៉ាទិកតឡើងទម្លាក់ពលឺដោយស្វ័យប្រវត្តិមានជាមួយនឹងប្រព័ន្ធ ISL ACC ដែលជាប្រភេទ Intelligent Speed Limit Adaptive Cruise Control គប់ផ្សំជាមួយនឹងពងសុវត្ថិភាពមួយជុំរថយន្តហ្មងបងប្អូនអរគ្នាដែលឡៃសម្រាប់រយៈចម្ងាយនៃការចាប់ហ្វ្រាំងនៅពេលដែលយើងជន់កុងទ័រ100ហើយយើងជន់ហ្វ្រាំងទម្លាក់ល្បឿនបាទតម្លាក់ពីកុងទ័រ100គីឡូម៉ែត្រក្នុង1ម៉ោងមកដល់0បងប្អូនដឹងអត់ត្រូវការចម្ងាយតែ 36.3 ម៉ែត្រទេអញ្ចឹងបងប្អូនស្ដាប់ខ្ញុំហើយមានអារម្មណ៍ថាចាប់អារម្មណ៍ក៏ដូចជាចង់ដឹងព័ត៌មានបន្ថែមបងប្អូនអាចធ្វើការតំណែងទៅកាន់ GAC Motor Cambodia បានគឺជាក្រុមហ៊ុនចែកចាយរថយន្តម៉ាក GAC តែមួយគត់នៅក្នុងប្រទេសកម្ពុជាដែលជាបទសម្ព័ន្ធនៃក្រុមហ៊ុន TA Group ដោយរថយន្តទាំងអស់គឺសុទ្ធតែជាប្រភេទ Global Version អញ្ចឹងនៅពេលដែលបងប្អូនទិញជាមួយនឹងរថយន្ត GAC គ្រប់ម៉ូដែលទាំងអស់បងប្អូននឹងទទួលបាននៅការធានារយៈពេល5ឆ្នាំជាមួយនឹងសេវាថែទាំរហូតដល់2ឆ្នាំសម្រាប់អ្នកបច្ចេកទេសថែទាំក៏ដូចជាជួសជុលរថយន្តនៅ GAC Motor Cambodia ទាំងអស់សុទ្ធតែទទួលបាននៅការ training ពីខាងរោងចក្រ GAC ផ្ទាល់ពិសេសមែនទែនជាពិសេសសម្រាប់រថយន្ត GAC GS8 នេះគឺផលិតឡើងក្រោម GAC Global Platform Modular Architecture ដែល 95% គឺជាដៃថែបសម្រាប់ការបុកតេស្តសាកល្បងពី CNCAP ទទួលបានចំណាត់ថ្នាក់រហូតដល់ផ្កាយ5កាន់តែកប់ជាងនឹងទៅទៀតជាមួយនឹងបច្ចេកវិទ្យា ADIGO ដែលជាបច្ចេកវិទ្យាប្រព័ន្ធជំនួយការបើកបរជំនាន់ចុងក្រោយនិងប្រព័ន្ធសុវត្ថិភាពកម្រិត L2 ពិសេសខ្លាំងមែនទែនសម្រាប់បងប្អូនដែលមានបំណងចង់ធ្វើការតំណែងព័ត៌មានលម្អិតអាចធ្វើការតំណែងទៅកាន់គេហទំព័រផ្លូវការ GAC Cambodia អញ្ចឹងក៏សូមអរគុណសម្រាប់ការតាមដានទស្សនាវីដេអូរបស់បងប្អូនតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយ